shortcut key បន្ទាប់គឺ key window ជាមួយអក្សរ X key window ជាមួយអក្សរ X គឺសម្រាប់ធ្វើការបើកstart button context menu នៅក្នុងនេះមានច្រើនเราសូមធ្វើការអនុវត្តទាំងអស់គ្នាយើងអាចចូលទៅកាន់ program feature system ទៅជាមួយ control panel ចូលទៅកាន់ run ចូលទៅកាន់ task manager ដែលតាក់ទងជាមួយបងប្អូនមួយចំនួនដែលគាត់ប្រើ Windows ធ្លាប់ប្រើ Windows 7គាត់អាចរកឃើញកន្លែងចូលព្រោះតែដល់ប្រើ Windows 10ពេលខ្លះគាត់ពិបាកឬក៏អត់ស្គាល់កន្លែងចូលទៅកាន់ទីតាំងដូចជា control panel ឬក៏ task manager ជាដើមឬក៏ disk management ជាដើមបងប្អូនអាចចុច key Windows ជាមួយអក្សរ X ពីនោះផ្ទាំងទាំងអស់នេះmình loadមកហើយឧទាហរណ៍ថាខ្ញុំចូលទៅ control panel មួយជាលើ control panel ទៅអូខេនេះចាំ control panel ដើម្បីបង្ហាញឡើងទៅជាមួយនឹង shortcut key បន្ទាប់គឺ Windows key left right up down តើតើកន្លែងនេះគឺបងប្អូនអាចធ្វើការ move current ឬក៏ software ដែលយើងឬក៏កម្មវិធីដែលយើងកំពុងបើកផ្ទាល់នេះទៅទីតាំងទៅកាន់ទីតាំងខាងឆ្វេងខាងស្ដាំឬក៏ full screen ឬក៏ minimize តែម្ដងសូមធ្វើការអនុវត្តរបស់គ្នាឥឡូវខ្ញុំសូមធ្វើការចុច key window បន្ទាប់មកខ្ញុំចុចសូមធ្វើការចុច right arrow key នៅពេលនោះ Microsoft ទាំង Microsoft Word របស់ខ្ញុំធ្វើការរត់ទៅកាន់ខាងឆ្វេងនៃ Windows ខាងស្ដាំនៃ Windows តោះមកខ្ញុំសូមធ្វើការចុចខាងឆ្វេងវិញម្ដង arrow key ខាងឆ្វេងបងប្អូនអាចចុច key window ឲ្យជាប់ក៏បានដែរមិនចាំបាច់បន្លែងទេខ្ញុំចុច arrow key ខាងលើគឺវានឹងត្រឡប់ទៅជា full screen វិញបើខ្ញុំចុច arrow key ខាងក្រោមវានឹង minimize តោះនេះឡើយនោះshortcut key បន្ទាប់គឺ key window ជាមួយអក្សរ D យើងប្រើប្រាស់សម្រាប់ show desktop ឬក៏ម្យ៉ាងទៀតហៅថា minimize all ឬក៏ minimize គ្រប់អ្វីទាំងអស់ដែលយើងបានបើកឧទាហរណ៍បើខ្ញុំចង់ show desktop បងប្អូនអាចបិទនៅ software ឬក៏កម្មវិធីដែលបងប្អូនបានបើកម្ដងមួយឬក៏ minimize ម្ដងមួយអូខេក៏ប៉ុន្តែបងប្អូនចុច control D គឺវា minimize ទាំងអស់សម្រាប់ show desktop រាល់កម្មវិធីដែលបងប្អូនបានបើកនៅលើ Windows សូមអនុវត្តទាំងអស់គ្នាខ្ញុំចុច key window បន្ទាប់មកចុចអក្សរ D ទៅពេលនោះវា minimize ទាំងអស់សម្រាប់ show desktop មួយទៀត key window មួយទៀតវាសម្រាប់ show desktop ដែរក៏ប៉ុន្តែវាជាលក្ខណៈបដអសន្នគឺ key window ជាមួយអក្សរក្បៀសសូមអនុវត្តទាំងអស់គ្នាបងប្អូនសូមធ្វើការចុច key window ឲ្យជាប់បន្ទាប់មកសូមចុចសញ្ញាក្បៀសនៅលើ keyboard របស់បងប្អូនចុចសញ្ញាក្បៀសតែម្ដងអាចបន្លែងដៃបានក៏ប៉ុន្តែ key window បងប្អូនសូមកុំទាន់ធ្វើការrelease បើបងប្អូន release វានឹងសូរទៅកាន់ផ្ទាំង Microsoft Word ដែលខ្ញុំបើកមិញហ្នឹងអូខេឥឡូវខ្ញុំ release អូខេតែបងប្អូនចង់តែសូរតែមួយផ្លែបងប្អូនចុចមួយផ្លែគឺវាសូរតែមួយផ្លែទេតែបើចុច key window ឲ្យជាប់បន្ទាប់មកចុចសញ្ញាក្បៀសហើយលែងសញ្ញាក្បៀសចេញវិញមិនទាន់លែង key window គឺវាសូររហូតតទៅពេលបងប្អូនលែង key window វិញទើបវាសូរមកកាន់ Microsoft Word វិញនេះគ្រាន់តែជាលក្ខណៈបដអសន្ន copy key window ជាមួយអក្សរ D មកវិញshortcut key បន្ទាប់គឺសម្រាប់បើក File Explorer ឬក៏ Windows Explorer សំទោសឬក៏សម្រាប់បើក Windows Explorer បងប្អូនអាចចុច key window ជាមួយអក្សរ E អូខេបន្តមកទៀតគឺ
key window ជាមួយនឹង space bar កន្លែងនេះគឺប្រើសម្រាប់ switch input ឬក៏ change keyboard គឺទៅបងប្អូនមាន keyboard ខ្មែរ keyboard អង់គ្លេសឬក៏ keyboard ជប៉ុនអីចឹងទៅបងប្អូនចុច key window ជាមួយ space បងប្អូនចុច key window ឲ្យជាប់បន្ទាប់មកចុច space ម្ដងមួយទៅកាន់ទីតាំងឬក៏ keyboard របស់បងប្អូនត្រូវការទៅបន្ទាប់មកបងប្អូនអាចលេង key window វិញនៅពេលនោះវានឹងចាំនៅ keyboard ខ្មែរហើយឥឡូវគឺប្រើ keyboard ខ្មែរគឺ Nina keyboard ហើយសូមធ្វើការដូរទៅកាន់ keyboard អង់គ្លេសវិញអូខេនេះខ្ញុំបានធ្វើការបង្ហាញហើយមិញហ្នឹងតកតទៅជាមួយនឹង key window បូកជាមួយនឹងលេខ1លេខ2លេខ3ឬក៏បន្តលេខ4លេខ5លេខ6អាហ្នឹងគឺសម្រាប់បើកកម្មវិធីដែលមាននៅលើ taskbar នេះកម្មវិធីដែលតំណាងឲ្យលេខ1គឺកម្មវិធីដែលស្ថិតនៅដើមគេនេះគឺលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8អីចឹងទៅសម្រាប់បងប្អូនដែលចង់ធ្វើការបើកលឿនឧទាហរណ៍ខ្ញុំបើកខ្ញុំធ្វើការបើក Google Chrome អានេះវានៅលេខរៀងទី1នៅលើ taskbar បងប្អូនអាចចុច key window បន្ទាប់មកបូកជាមួយនឹងលេខ1សូមធ្វើការរងចាំបន្តិចដោយសារខ្ញុំបើកសូមច្រើនអូខេឥឡូវគឺបើក Google Chrome ហើយឧទាហរណ៍ថាខ្ញុំបើក Microsoft Word នេះចុះអានេះខ្ញុំបើកស្រាប់ហើយឥឡូវយើងគ្រាន់តែសូម Microsoft Word នេះឥឡូវវានៅទីតាំងទី1 2 3 4 5 6 7អញ្ចឹងបងប្អូនអាចចុច key window បូកជាមួយលេខ7ទៅ Microsoft Word នឹងធ្វើការបើកឡើងគាត់នេះណាអញ្ចឹងយើងអត់គិតពី3ខាងមុខទេ3ខាងមុខនេះគឺជារបស់ Windows ទេអាហ្នឹងយើងអត់មានទេទាក់ទងជាមួយនឹងកម្មវិធីនៅលើនេះអញ្ចឹងយើងដាក់តាមលេខរៀងមកបងប្អូនរាប់ភាសានឹងមកគឺដើម្បីបើកអាណាបងប្អូនមើលតាមលេខរៀងទៅចុច key window ជាមួយនឹងលេខរៀងទៅគឺវានឹងបើកកម្មវិធីនឹងទាក់ទងជាមួយនឹង shortcut key បន្ទាប់គឺសម្រាប់ run command បងប្អូនអាចចុច key window បូកជាមួយនឹង RR គឺសម្រាប់ចូលទៅកាន់ run ហើយឧទាហរណ៍ថាខ្ញុំវាយ Windows មួយចុះពីនោះវានឹងបើកទាំង Microsoft Word ថ្មីមួយទៀតទៅជាមួយនឹង key shortcut key បន្ទាប់គឺ key window បូកជាមួយនឹងអក្សរ P តើនឹងបញ្ចេញ screen តាក់ទងជាមួយនឹងបងប្អូនភ្ជាប់ទៅកាន់ projector ឬក៏ភ្ជាប់ទៅកាន់ monitor អីផ្សេងទៀតចេញពី PC បងប្អូនឬក៏ laptop បងប្អូនអញ្ចឹងទៅអានោះបងប្អូនអាចរើសបានចេញតែ screen only ឬក៏ស្អីទៀត duplicate ចេញសម្រាប់សូទាំងពីរសូទាំង laptop បងប្អូនសូទាំងprojector អានោះបងប្អូនអាចនឹងនៅដោយសារតែខ្ញុំអត់មានអីបង្ហាញទេអានោះយើងសម្រាប់តែប៉ុណ្្នេះទៅAlt Tab ខ្ញុំបានធ្វើការបង្ហាញហើយទាក់ទងជាមួយនឹងខាងលើឥឡូវខ្ញុំសូមធ្វើការបង្ហាញអានេះខ្ញុំសូមអត់ធ្វើការបង្ហាញទេឥឡូវខ្ញុំធ្វើការបង្ហាញទាក់ទងជាមួយនឹង Alt F4 Alt F4 សម្រាប់ធ្វើការបិទcurrent window បងប្អូនឈរទៅលើ current window បងប្អូនឈរទៅលើឬក៏ current software ឥឡូវខ្ញុំឈរនៅលើ Microsoft Word មកខ្ញុំចុច Alt F4 គឺវានឹងធ្វើការសួរយើងថាយើងចង់បិទ Microsoft Word អត់ប៉ុន្តែបងប្អូនឈរទៅលើWindows ឈរទៅលើ desktop ឬក៏ឈរទៅលើ Windows តែម្ដងបងប្អូនចុច Alt F4 វានឹងទាមទារឲ្យបងប្អូនសួរបងប្អូនថាចង់
ធ្វើយ៉ាងម៉េចតាក់ទងជាមួយនឹង Windows មាន Switch User មាន Sign Out មាន Sleep មាន Shut Off មាន Restart អូខេបងប្អូនចុចមួយណាក៏បានដែរឥឡូវខ្ញុំសូមធ្វើការ cancel ចោលតាក់ទងជាមួយនឹង shortcut key របស់ Windows នៅមានច្រើនទៀតខ្ញុំសូមធ្វើការបង្ហាញតែប៉ុណ្្នេះទេសម្រាប់ជាជំនួយរបស់បងប្អូនអរគុណសម្រាប់ទស្សនា